Rừng sai chạ vía tị nìในយាយពាក្យពិតគង់បានទៅកើតក្នុងឋានទេវលោកពីដើមមានស្ត្រីម្នាក់មិនបានឲ្យទានមិនបានធ្វើការបូជាមិនបានស្ដាប់ធម៌ទេក្នុងមួយជាតិនេះគ្រាន់តែរក្សាពាក្យសច្ចៈប៉ុណ្ណោះលុះស្លាប់ទៅបានទៅកើតក្នុងឋានទេវលោកសោយតពៈសម្បត្តិជាសុខសាន្តសម្រានសម្រួលកាយដោយសេរីមានបរិវារគល់ជាច្រើនគ្រាក្រោយព្រះមហាមោគលានមានឥទ្ធិឫទ្ធិច្រើនបានថ្វាយបង្គំទូលាព្រះបរមសាស្តាជាម្ចាស់ទៅកាន់ឋានទេវលោកដើម្បីនឹងបានពិនិត្យស្ថានភាពផ្សេងៗនិងសួរបញ្ញកម្មខ្លះៗយកមកផ្សាយក្នុងចម្ពោះទ្វីបនេះកាលព្រះសាស្តាអនុញ្ញាតហើយក៏និមន្តទៅស្ថិតនៅទីបទ្វារនៃទេពធីតាម្នាក់នាងក៏ចេញមកថ្វាយបង្គំដោយសេចក្តីគោរពព្រះថេរៈសួរថានាងធ្វើបញ្ញកម្មដូចម្ដេចបានជាមានសម្បត្តិស្ដុកស្ដំយ៉ាងនេះទេពធីតាខ្មាស់ព្រះថេរៈណាស់ធ្វើលាក់លៀមមិនចង់ប្រាប់សោះតែដោយលោកចម្រិតសួរខ្លាំងពេកអត់ទ្រាំមិនបានក៏ទូលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំព្រះករុណាឥតដែលបានធ្វើបុណ្យកុសលអ្វីនឹងគេទេការកើតជាមនុស្សនោះគ្រាន់តែរក្សាសច្ចៈប៉ុណ្ណោះសម្បត្តិទាំងនេះកើតឡើងដោយពាក្យសច្ចៈដែលខ្ញុំបានរក្សានឹងថាកើតពីកុសលកម្មដតីឥតអង្គីមានឡើយព្រះថេរៈការជ្រាបដំណឹងសពគ្រប់ហើយក៏ត្រឡប់ពីទេវលោកមកវិញចូលទៅថ្វាយបង្គំព្រះបរមសាស្តាឯវត្តចេតពុនទូលសួរថាបបិទ្ធសម្ដេចព្រះមានព្រះភិក្ខដ៏ចម្រើនបុគ្គលដែលគ្រាន់តែរក្សានៅសច្ចៈមិនបានធ្វើបុណ្យទានអ្វីទេហើយបានទៅកើតក្នុងទេវលោកសោយសម្បត្តិតឹបមានឬទេព្រះសាស្តាត្រាស់តបថាណែមោគលានម្ដេចក៏អ្នកចាំមកសួរតថាគតក្រែងរឿងរ៉ាវនេះទេពធីតាប្រាប់អ្នកដោយសពគ្រប់ហើយដឹងណែមោគលានសត្វទាំងឡាយគ្រាន់តែរក្សានៅសច្ចៈខ្វះអ្វីទៅកើតក្នុងទេវលោកសោយតពៈសម្បត្តិមានកកោប